បាទសួស្តីអ្នកទាំងអស់គ្នាបាទវិលត្រឡប់មួយជាមួយនឹងពូលទៀតហើយបាទថ្ងៃនេះគឺយើងធ្វើការដាក់បកាយនេះបាទបកាយរបស់យើងបានរៀបចំរួចហើយពេលដែលដាក់ខ្ញុំអត់បានថតទេបាទដោយសារតែឯងនេះបកាយដាក់បិទនុយរួចហើយបាទថ្ងៃនេះយើងបិទនុយដែរបាទនេះយើងមើលប្លង់ដែលយើងដាក់បាទទឹកបន្តិចបាទទឹកតែមិនជាថ្មីទេបាទយើងធ្វើមិនដាក់បានហើយจะមើលលទ្ធផលបាទលទ្ធផលដែលយើងទទួលបានវាយ៉ាងណានេះបាទនេះបកាយបាទបកាយសងខាងបាទប្លង់ដូចជាมันសូវសមទេបាទតែធ្វើម៉េចយើងធ្វើទេសបាទមើលបាទនេះទេសភាពបាទអូអេមទេសភាពបាទស្រូវកំពុងតែបែកហើយបាទហាលបកាហើយបាទអូនខ្លះនេះបាទស្រូវហើយនេះព្រះបាទអ្នកទាំងអស់គ្នាបាទព្រះកម្ពស់80 ម៉ែត្របាទនៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់បាទនេះគឺស្រះបំប្រងបាទនេះស្រះបំប្រងមែនទេបាទស្រូវនេះយើងដាក់គៀនទៅនឹងហើយបាទហើយយើងទៅមើលបកាយយើងតទៀតបាទប្រិមិត្តរបស់យើងបាទនេះយើងបិទនុយហើយទៅដល់បិទមិញបាទនេះទៅដល់បានទេបាទនេះទៅមុខទៀតបាទបាទបងប្អូនប្រិមិត្តទាំងអស់បាទកុំភ្លេចជួយចុច like ចុច share ចុច subscribe ផងបាទដើម្បីទទួលបានវីដេអូថ្មីបាទនេះបាទនឹងក្តាមនឹងត្រីទេបាទយប់នេះបាទសាមើលបាទនេះបកាយនេះបកាយបាទឃើញតែពេចប៉ាច់នេះសង្ស័យក្តាមទេបាទនេះដាក់មកវាំងទៅនឹងអីបាទនេះបាទនេះបកាយរបស់យើងបាទនេះបាទនេះបកាយអូប្លង់ឃើញតែអេមដែរណាបាទប្លង់នេះអេមបាទនេះដល់យើងកុំភ្លេចបាទយប់ជាមួយយប់ហ្នឹងបានលទ្ធផលយ៉ាងណាខ្ញុំនឹងថតទេបាទនេះបកាយបាទនេះអត់ទៅអស់នុយទេបាទដូចមិនសូវមានត្រីបាទមើលតាមស្ថានភាពនេះបកាយរបស់យើងបាទនុយជំនុយទេបាទហើយដូចជាមិនសូវមានត្រីដែរទេប្លង់នេះបាទកូនត្រីក៏ដូចជាមិនសូវសម្បូរដែរនេះបាទនេះស្រូវចិត្តមុំអំបុកហើយបាទមុំល្មមអំបុកហើយបាទអ្នកខាងស្រុកខ្ញុំគេថាល្មមអំបុកបាទបាទទឹកនេះបាទនេះបង្កាយបាទតែមានត្រីស៊ីទេបាទស្ងាត់ឈឹងល្អនេះបាទមានអស់នុយអស់អុយទេមើលតាមស្ថានភាពយប់នេះដូចជាអត់បានត្រីទេបាទធ្វើមិនទេបាទយើងអ្នកឆ្លាញ់ខាងការដាក់បកាយបាទនេះអត់មានទេបាទនុយដីដែរតែដូចអត់សូវមានកក្រើកទេបាទហើយប៉ុណ្ណឹងចុះបាទយើងមើលយើងជួបគ្នាវីដេអូភាគ 2បាទ